Hello សួស្តីទាំងអស់គ្នាមកជួបជាមួយខ្ញុំហើយចាំទៅហើយតើតើការទាំងអស់គ្នាចង់ដឹងមើលថាតើមានព្រឹត្តិការណ៍អ្វីខ្លះដែលនឹងមកដល់នៅក្នុងសប្តាហ៍នេះសប្តាហ៍ចុងក្រោយតែម្ដងនៅក្នុងខែថ្មីយើងហ្នឹងណាអូខេតើមើលថាតើមានអ្វីខ្លះដែលអ្នកទាំងអស់គ្នាត្រូវដឹងលើហើយសង្ឃឹមថានៅក្នុងខែថ្មីដែលជិតមកដល់នឹងបានជួបអ្វីៗដែលប្រសើរបាទអ្នកទាំងអស់គ្នាប៉ុនប៉ងអ្វីសូមឲ្យបានសម្រេចទាំងអស់គ្នាណាហើយបងប្អូនអរគុណច្រើនសម្រាប់ការ share ចែករំលែកក៏ដូចជាការ follow YouTube channel ម្ចាស់ហើយអ្នកក្នុង TikTok កុំភ្លេចចូល follow YouTube channel មិនថា Facebook ក៏ដោយបើចង់មើលវីដេអូលឿនគឺចូល YouTube channel ព្រោះអីដូចខ្ញុំនិយាយដដែលគឺនៅក្នុង TikTok មិនថា TikTok មិនថាFacebook វីដេអូវែងៗគឺពិបាកផុសមក upload ចូលអញ្ចឹងសូមបើចាប់បានវីដេអូលឿនក៏អញ្ជើញចូលមើលនៅក្នុង YouTube channel ណាអ្នកនរគ្នាក្នុងខ្វែងវត្តថាវាជាសប្តាហ៍ណាថ្មីនេះអ្នកមួយចំនួនដូចជាមានបំណងចង់ធ្វើដំណើរទៅឆ្ងាយខ្ញុំឃើញថាអ្នកទាំងអស់គ្នាមានបំណងចង់ទៅឆ្ងាយបែបណាគឺខ្ញុំអត់ដឹងតែអ្នកទាំងអស់គ្នាចង់ធ្វើដំណើរទៅឆ្ងាយសម្រាប់គោលដៅអ្វីមួយនៅក្នុងនេះអាចថាអ្នកទាំងអស់គ្នាមានកម្រងជាយូរណាស់មកហើយណាកម្រងទៅលើរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធជាមួយនឹងខ្លួនអ្នកទាំងអស់គ្នាធ្វើការសម្រេចចិត្តណាពិសេសនៅក្នុងរឿងរ៉ាវដែលអ្នកទាំងអស់គ្នាពេញចិត្តនឹងទៅណាហើយអ្វីដែលសំខាន់អ្នកទាំងអស់គ្នាគឺដូចជាចង់បន្តឆ្ពោះទៅគោលដៅខាងមុខខ្លួនឯងមិនថាជួបរឿងអ្វីទេអ្នកទាំងអស់គ្នាដូចជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ទិសដៅមួយនេះណាព្រោះវាជាកម្រងដ៏វែងឆ្ងាយសម្រាប់អ្នកទាំងអស់គ្នាដែរតន្ទឹងរង់ចាំអាចថាវាជំហានទី1ដែលអ្នកទាំងអស់គ្នាបន្ទាប់ពីធ្វើការសម្រេចចិត្តថានឹងចាក់ចេញទៅស្វែងរកគោលដៅថ្មីណាអ្នកនរគ្នាអាចថាចេញទៅដើម្បីប្រឈមមុខនឹងរឿងរ៉ាវផ្សេងប៉ុន្តែខ្លួនឯងដូចជាពេញចិត្តខ្លាំងក្នុងការឆ្ពោះទៅគិតថាវាអាចថាទៅកន្លែងមួយដែលធ្វើឲ្យគោលដៅនឹងវាជោគជ័យណាវាអាចថាអ្នកនរគ្នាកំពុងតែចាប់ផ្ដើមដឹងពីគោលដៅរបស់ខ្លួនឯងណាដឹងថាខ្លួនឯងត្រូវធ្វើអ្វីដឹងពីគោលបំណងក្នុងរយៈពេលវែងរបស់ខ្លួនឯងរួចហើយក៏ព្យាយាមរៀបចំវាឲ្យដើម្បីឲ្យបានសម្រេចនៅគោលដៅទាំងអស់ហ្នឹងណាអ្វីប្រៀបដូចជាអ្នកនរគ្នាបើសិនជានិយាយរឿងក្តីស្រឡាញ់នេះវាប្រៀបដូចជាស្នេហាដ៏រ៉ូមែនទិកមួយនៅក្នុងគម្រោងក្នុងជីវិតនៃក្តីស្នេហាអញ្ចឹងអ្នកនរគ្នាដូចមានគម្រោងជាមួយនរណាម្នាក់ដែលបន្តដំណើរទៅក្នុងអនាគតដូចគ្នាអញ្ចឹងដែរណាវ៉ាវចេញទៅទៀតធ្វើដំណើរទៀតនៅតែពាក់ព័ន្ធជាមួយធ្វើដំណើរអ្នកនរគ្នាអ្វីដែលឃើញនេះគឺពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរទៀតហើយអញ្ចឹងបានថាអ្នកមួយចំនួនអាចថាអ្នកខ្លះចេញទៅដើម្បីស្វែងរកគោលដៅថ្មីដូចគ្នាប៉ុន្តែក្នុងន័យមួយអ្នកខ្លះមានអារម្មណ៍ថារីករាយនឹងចេញទៅម្នាក់ទៀតដូចជាបង្ខំចិត្តក្នុងការចេញទៅអ្នកខ្លះអាចថាបង្ខំចិត្តក្នុងការចាក់ចេញទៅអ្នកខ្លះអាចថាពេញចិត្តនឹងចាក់ចេញទៅណាព្រោះខ្ញុំឃើញនៅក្នុងនេះវាមានគោលដៅមនុស្ស2នាក់គោលដៅណាវាអាចថាជានិមិត្តសញ្ញាដែលអ្នកទាំងអស់គ្នាតែងតែសួរពាក់ព័ន្ធជាមួយនឹងអារម្មណ៍អន្តរសាចង់ធ្វើអ្វីមួយពិសេសបើសិនជាពាក់ព័ន្ធជាមួយរឿងក្តីស្រឡាញ់វិញអ្នកទាំងអស់គ្នាដូចជាអន្តរសាធ្វើការសម្រេចចិត្តទៅលើរឿងស្នេហាក្នុងអនាគតតែម្ដងនៅក្នុងនេះអ្នកទាំងអស់គ្នាចង់ចាក់ចេញឲ្យទុកអ្វីមួយនៅទីដែលឆ្ងាយហើយព្រមទទួលយកនៅបទពិសោធន៍នៅក្នុងអតីតកាលធ្វើជាមេរៀននៅក្នុងជីវិតណាព្រោះអីពាក់ព័ន្ធជាមួយនឹងសិទ្ធិ Oxford នេះគឺវាតំណាងឲ្យការផ្លាស់ប្ដូរខ្លួនឯងឬក៏ការផ្លាស់ប្ដូរនៅរឿងក្នុងអតីតកាលរួចហើយចាប់យកនៅសកម្មភាពក្នុងពេលបច្ចុប្បន្នបន្តផ្លាស់ប្ដូរខ្លួនឯងក្នុងរយៈពេលក្នុងបច្ចុប្បន្ននេះបន្តដំណើរឆ្ពោះទៅក្តីស្រឡាញ់ដែលនៅខាងមុខនោះពិសេសអាចថាពាក់ព័ន្ធជាមួយនឹងការងារឬក៏ក្នុងការរស់នៅអ្នកទាំងអស់គ្នាចាក់ចេញពីអតីតកាលអ្នកទាំងអស់គ្នាលែងរស់នៅក្នុងអតីតកាលទៀតហើយណាវាដូចគ្នាវាអាចថាអ្នកទាំងអស់គ្នាគឺបានគិតខ្លាំងនៅក្នុងការចាក់ចេញទៅណានៅពេលដែលឃើញវីដេអូនេះមិនថាអ្នកទាំងអស់គ្នាឃើញពេលណាវេលាណាទេគឺអារម្មណ៍តែពេលដែលឃើញវីដេអូហ្នឹងគឺបានថាវាបញ្ជាក់ពីអារម្មណ៍អ្នកទាំងអស់គ្នាក្នុងពេលហ្នឹងតែម្ដងណាអញ្ចឹងមាន area Leo សាច់ចិត្តទៅទេណាវ៉ាវOxford អាចថាអ្នកទាំងអស់គ្នារាល់ដងគឺចង់ធ្វើការចាក់ចេញទៅខ្លាំងមែនតើប៉ុន្តែវាប្រៀបដូចជាខ្លួនឯងពិបាកក្នុងការសម្រេចចិត្តអញ្ចឹងហើយនៅក្នុងកាតនេះវាបានបង្ហាញឲ្យពីគោលដៅដែលត្រូវចាក់ចេញណាពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តអ្នកទាំងអស់គ្នារាល់ដងគឺដូចជាអត់មានធម៌ពលនៅក្នុងការធ្វើអ្វីមួយដែលជាខ្លួនឯងចង់ធ្វើរបៀបថាកន្លងមកធ្លាប់ជាប់គាំងណាមានអារម្មណ៍ថាជាប់គាំងមានអារម្មណ៍ថាអន្តរសាពិសេសបើសិនជាពាក់ព័ន្ធជាមួយនឹងរឿងលើកាអ្នកមួយចំនួនដូចជាចង់ផ្លាស់ប្ដូរការងារ
ចង់ទៅឆ្ងាយចង់ផ្លាស់ប្ដូរមានអារម្មណ៍ភ័យខ្លាចនៅកន្លែងបច្ចុប្បន្នហើយចង់បន្តដំណើរទៅផ្លាស់ប្ដូរខ្លួនឯងចេញពីអន្ទាក់ចេញពីបញ្ហាស្មុគស្មាញគិតដូចខ្លួនឯងនឹងជាជួនត្រង់គ្រោះអ្វីមួយអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់នេះចង់សាកល្បងចង់ស្វែងរកអ្វីដែលថ្មីសម្រាប់ខ្លួនឯងនៅក្នុងអនាគតណាអាចថាក្នុងពេលបច្ចុប្បន្នអ្នកទាំងអស់នេះគឺពិតជាចង់ធ្វើដំណើរទៅចង់បន្តចង់ធ្វើអ្វីមួយណាវ៉ាវចង់ធ្វើអ្វីមួយដែលឲ្យរីកចម្រើននៅក្នុងរឿងលុយកាក់ណាអាចថានៅពេលដែលអ្នកទាំងអស់នេះបានឃើញវីដេអូនេះក្នុងចិត្តរបស់អ្នកទាំងអស់នេះគឺស្មុគស្មាញពេលខ្លះចង់គោលដៅហ្នឹងគឺចង់ចេញទៅដើម្បីស្វែងរកលុយកាក់ណាអ្នកទាំងអស់នេះលុយកាក់អត់សូវស្មូទអញ្ចឹងហើយទើបព្យាយាមរកដំណោះស្រាយអ្វីៗថ្មីណាដែលពាក់ព័ន្ធជាមួយនឹងអាចថាព្យាយាមធ្វើខ្លួនឯងមានលំនឹងមានស្ថិរភាពលើរឿងលុយកាក់ផងដែរណានៅក្នុងនេះដោយសារអ្នកនរគ្នាគឺជាម្នាក់ដែលព្យាយាមក្នុងពេលដែលឃើញវីដេអូនេះគឺអាចថាព្យាយាមបែងចែកគិតគូរពីពាក់ព័ន្ធជាមួយនឹងការចំណាយការចាយវិញព្រោះនៅក្នុងនេះគឺមនុស្សស្រីម្នាក់ដែលអង្គុយអោបលុយកាក់នេះគឺពាក់ព័ន្ធជាមួយនឹងគិតពីអនាគតគិតពីភាពជឿជាក់ក្នុងពេលបច្ចុប្បន្ននិងអនាគតណាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវលុយកាក់រយៈពេលវែងនៅក្នុងនេះហើយអ្វីដែលសំខាន់គឺអ្នកនរគ្នានឹងអាចទទួលបានពរពីអ្វីជុំវិញខ្លួនឯងដោយសារអ្នកទាំងនេះជាមនុស្សដែរមានមហិច្ឆតាតាំងពីស្លាកទី1គឺចង់បោះជំហានទៅរកគោលដៅខាងមុខពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់អាចថាអ្នកទាំងអស់គ្នានឹងគឺជាមនុស្សដែលមានសន្តានចិត្តល្អខ្លាំងមែនទែនណាសុខចិត្តលំបាកដល់ខ្លួនឯងសុខចិត្តស្មុគស្មាញពាក់ព័ន្ធរឿងលុយកាក់ក៏ដោយរឿងបញ្ហាក៏ដោយសុខចិត្តស្មុគស្មាញតែម្នាក់ឯងដោយមិនឲ្យមនុស្សជុំវិញពិបាកចិត្តជាមួយពិសេសគឺពាក់ព័ន្ធជាមួយនឹងសន្តានចិត្តរបស់អ្នកទាំងគ្នាហើយអ្វីដែលសំខាន់អ្នកទាំងគ្នាកំពុងតែមានអ្វីមួយសម្រាប់ខ្លួនឯងហ្នឹងលុយកាក់ហ្នឹងបើគិតតែខ្លួនឯងគឺអ្នកទាំងគ្នាជាមនុស្សម្នាក់ដែលគ្រប់គ្រាន់ស្ដុកស្ដាំគួរសមប៉ុន្តែអ្វីដែលអ្នកទាំងគ្នាព្រួយបារម្ភគឺអ្នកទាំងគ្នាដូចជាមនុស្សម្នាក់ដែលហាចែករំលែកច្រើនដល់អ្នកដទៃអញ្ចឹងហើយណាទៅព្យាយាមស្វែងរកដំណោះស្រាយពាក់ព័ន្ធជាមួយនឹងគោលដៅលុយកាក់វែងឆ្ងាយដើម្បីខ្លួនឯងជាមនុស្សម្នាក់ដែលអាចយឹតយងគេឯងបន្តទៀតណាខ្ញុំឃើញថាអ្នកទាំងគ្នាគ្រប់ជំហានគឺនៅតែគិតដល់មនុស្សជុំវិញអ្នកនរគ្នាគឺជាមនុស្សដែលលះបង់ដើម្បីគេឯងជុំវិញច្រើនណាបើនិយាយឲ្យខ្លីគឺអ្នកទាំងអស់គ្នាហ្នឹងជាមនុស្សជាប់ចម្ពាក់នឹងមនុស្សជុំវិញច្រើនដោយសារតែសន្តានចិត្តរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលពោពេញទៅដោយសន្តានចិត្តល្អខ្លាំងមែនទែនខ្ញុំគិតថាដល់ពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវចេះស្រឡាញ់ខ្លួនឯងខ្លះរឿងខ្លះបើអ្នកទាំងអស់គ្នាយកខ្លួនឯងទៅទំនួលខុសត្រូវច្រើនពេកវាអាចថាធ្វើឲ្យខ្លួនឯងនឹងហត់នឿយ stress សម្ពាធពេលខ្លះអ្នកខ្លះអាចថាដល់ថ្នាក់ burn out ណាហើយមកខ្ញុំថាអញ្ចឹងគឺពេលដែល stress សម្ពាធខ្លាំងពេកអ្នកទាំងអស់គ្នាមិនមែនសម្ពាធដោយសារខ្លួនឯងតែជាសម្ពាធដែលបង្ខំខ្លួនឯងដើម្បីឲ្យជួយអ្នកដទៃណាវាខ្លាចតែជារឿងមួយដែលដាក់សម្ពាធឲ្យខ្លួនឯងរកក្តីសុខអត់បានទាំងដែលខ្លួនឯងនឹងជាមនុស្សដែលអត់មានបានសាងបញ្ហាអ្វីទាល់តែសោះនឹងខ្ញុំឃើញបែបហ្នឹងណាហើយអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែផ្ដោតសំខាន់ស្រឡាញ់លើខ្លួនឯងដោយសារថាអនាគតរបស់អ្នកទាំងអស់គ្នាគឺនៅជាមនុស្សម្នាក់ដែលពោពេញដោយភាពជឿជាក់និងភាពស្រស់ស្រាំណាវ៉ាវភាពជឿជាក់និងភាពស្រស់ស្រាំមកទៀតអ្នកទាំងអស់គ្នាគឺ Pentacle Tauro Virgo Capricorn គឺសុទ្ធតែឃើញហើយនឹងឃើញអាចថាមាននរណាម្នាក់ដែលប្រហាក់ប្រហែលអ្នកទាំងអស់គ្នាក្នុងរយៈពេលហ្នឹងគឺសម្លឹងមកអ្នកទាំងអស់គ្នាណាក្នុងគោលដៅស្ញប់ស្ញែងថាអ្នកទាំងអស់គ្នាជាមនុស្សដែលអាចស័ក្តិសមនឹងគេព្រោះនៅក្នុងនេះវាមាន King ហើយនិង Queen អញ្ចឹងគឺជាមនុស្សដែលមានទូនាទីហើយនឹងតំណែងប្រហាក់ប្រហែលគ្នាណាជាមនុស្សដែលស្រស់ស្អាតជាមនុស្សដែលយកចិត្តទុកដាក់ដូចគ្នាជាមនុស្សដែលមានមុខរបរត្រឹមត្រូវជាមនុស្សដែលចូលចិត្តជួយអ្នកដទៃជាមនុស្សដែលនិយាយមួយម៉ាត់គឺជាមនុស្សស្រឡាញ់ក្តីស្អាតទៅលើអីចិត្តកាយណាជាមនុស្សចូលចិត្តសម្ភារៈនិយមទៀតនៅអ្នកហ្នឹងកំពុងតែចាប់អារម្មណ៍អ្នកនរគ្នាវ៉ាវអាចថាគេឃើញអ្នកនរគ្នាជាមនុស្សដែលឧស្សាហ៍ព្យាយាមគេចាប់អារម្មណ៍ទៅលើការគិតទង្វើរបស់អ្នកនរគ្នាគ្រប់ជំហានគឺឯកអភិនខអាចថានៅក្នុងនេះអ្នកនរគ្នាតែងតែជួបពាក់ព័ន្ធជាមួយនឹងព្រោះនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងលេខ8 2 ដងខ្ញុំគិតថាអ្នកទាំងអស់គ្នាជាប់អន្ទាក់ភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ស្មុគស្មាញពិបាកចិត្តខ្វល់ខ្វាយពេលខ្លះទាំងតែខ្លួនឯងខិតខំប្រឹងប្រែងហើយខំប្រឹងប្រែងគឺប្រឹងប្រែងខ្លាំងមែនតើណាវាអាចថាដល់ពេលវេលាដែលអ្នកទាំងអស់គ្នានឹងប្រមូលផលណានៅថ្ងៃដែលអ្នកទាំងអស់គ្នាបានឃើញវីដេអូនេះវាអាចថាចំណងអ្នកទាំងអស់គ្នាតែងតែប្រើជំនាញប្រើអ្វីដែលខ្លួនឯងមានទៅបង្កើតទ្រព្យធនដល់ខ្លួនឯងអ្នកទាំងអស់គ្នាជាមនុស្សដែលឆ្លាតមនុស្សចូលចិត្ត
ធ្វើអ្វីមួយណាពាក់ព័ន្ធជាមួយនឹងបង្កើតជាមនុស្សបើនិយាយឲ្យខ្លីតាមចាស់ចាស់និយាយថាជាមនុស្សពូកែរ៉ាស៊ីអត់ខ្លាចហាត់វ៉ាវរឹងមាំអាចថាអ្នកនរគ្នាដោយសារតែភាពរឹងមាំរបស់អ្នកនរគ្នាឆ្លងកាត់រឿងរ៉ាវជាច្រើនលីអូណាភាពរឹងមាំរបស់អ្នកនរគ្នានឹងឲ្យធ្វើឲ្យមនុស្សជុំវិញនឹងតែងតែពឹងផ្អែកតែងតែចង់និយាយថាគេពឹងផ្អែកលើអ្នកនរគ្នាណាដោយសារតែរឿងហ្នឹងហើយទើបគេពឹងផ្អែកលើអ្នកនរគ្នាគេគិតថាអ្នកនរគ្នាជាមនុស្សដែរខ្លាំងជាមនុស្សដែរអាចពឹងបានណាអ្វីគឺពាក់ព័ន្ធជាមួយនឹងភាពខ្លាំងរបស់អ្នកនរគ្នាអ្នកនរគ្នាគឺនៅក្នុងនេះអាចថាអ្នកនរគ្នាខ្លួនឯងជាតារាណៃករធាតុភ្លើងថាបានព្រោះអីស្លឹកទី1គឺ Aurelio Sagittarius ចេញមកហើយនៅក្នុងនេះគឺមានមកជាខាតគឺ The Strength ណា The Strength នេះក៏ពាក់ព័ន្ធជាមួយនឹង Leo ធាតុភ្លើងណាអញ្ចឹងការអត់ធ្មត់របស់អ្នកនរគ្នាព្យាយាមរហូតដល់គ្រប់គ្រងអ្វីដែលជាកម្មសិទ្ធិរបស់ខ្លួនឯងនេះហើយណាអ្នកនរគ្នាគឺជាមនុស្សដែលស្វិតស្វាញតស៊ូខ្លាំងមែនទែនថ្ងៃណាមួយអ្នកនរគ្នានឹងទទួលបាននៅអ្វីដែលខ្លួនឯងខំព្យាយាមមិនបោះបង់អ្នកនរគ្នាពេលដែលឃើញនេះអ្នកនរគ្នាមួយចំនួនអាចថា stress នៅក្នុងការខិតខំប្រឹងប្រែងខ្លាំងមែនទែនណាប៉ុន្តែដើម្បីតែភាពស្រស់ស្ដំនិងដើម្បីតែសេចក្តីស្រឡាញ់ចំពោះមនុស្សជុំវិញព្រោះឯអ្នកនរគ្នាលះបង់នៅសម្រាប់គេឯងជុំវិញច្រើនខ្ញុំឃើញក្នុងនេះវ៉ាវពេលខ្លះអ្នកនរគ្នាត្រូវឲ្យច្បាស់ណាមុនពេលធ្វើអ្វីមួយសម្រាប់ចិត្តធ្វើអ្វីមួយព្រោះឯនៅក្នុងនេះវាមានអត្ថកម្បាំងស្កប់ចូលណាCancer ស្កប់ចូល Pisces ពាក់ព័ន្ធជាមួយនឹងអារម្មណ៍អ្នកនរគ្នាកុំធ្វើអ្វីមួយដោយប្រើអារម្មណ៍ពេលខ្លះអាចថានៅក្នុងនេះអ្នកនរគ្នានេះគឺ stress ដោយសារអារម្មណ៍តានតឹងជាច្រើនណាអញ្ចឹងរឿងអ្វីមួយវាប្រសិនមកអ្នកនរគ្នាធ្វើការពិចារណាណានឹងលេចចេញជារូបរាងមកនៅក្នុងនេះអាចថានៅក្នុងនេះវាមានអារម្មណ៍មានដំបូនហើយមានទាំងLeo ភ្លើងហើយនឹងទឹកអញ្ចឹងវាអាចថានៅក្នុងពេលដែលឃើញវីដេអូនេះអ្នកនរគ្នាហើយអ្វីដែលពិសេសអ្នកនរគ្នាធ្វើអ្វីក៏ដោយកុំតាមអារម្មណ៍ជួនកាលពេលដែលយើងគិតអ្វីមួយផ្ដោតទៅលើពាក់ព័ន្ធជាមួយនឹងប្រើអារម្មណ៍ជាងការប្រើការគិតនិងពិចារណាវាអត់ទៅល្អទេអ្នកនរគ្នាអញ្ចឹងអូក្នុងចុងអាចថាអ្នកទាំងអស់គ្នានៅពេលដែលឃើញវីដេអូនេះនឹងមានការចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅដូចខ្ញុំនិយាយអញ្ចឹងគឺការព្រមព្រៀងអ្នកទាំងអស់គ្នាស្ម័គ្រចិត្តថានឹងធ្វើដំណើរទៅឆ្ងាយផ្សងព្រេងមិនខ្លាចដូចហត់ណាមិនថារឿងអ្វីក៏ដោយអ្នកទាំងអស់គ្នាគឺដូចជាមានការគិតច្បាស់លាស់រួចហើយណាអ្នកទាំងអស់គ្នាមិនខ្វល់ថានៅខាងមុខជួបរឿងអ្វីគឺត្រូវតែចាក់ចេញទៅណាត្រូវតែចាក់ចេញពីអតីតកាលឆ្ពោះទៅគោលដៅថ្មីណាមិនថាមានរឿងអ្វីទេត្រូវប្រឈមមុខទៀតណាអញ្ចឹងអ្នកនរគ្នាថ្មីត្បិតថាខ្ញុំឃើញថាអ្នកនរគ្នាគឺហត់នឿយអ្នកមួយចំនួនគឺហត់នឿយខ្លាំងពេលខ្លះបឺនអាវទៀតអារម្មណ៍មួយចំនួនណាប៉ុន្តែអ្នកនរគ្នាគឺជាមនុស្សម្នាក់ដែលពោពេញទៅដោយចំណេះនិងបទពិសោធន៍នៅក្នុងជីវិតជាច្រើនណាអញ្ចឹងហើយអ្នកនរគ្នាអត់ខ្លាចក្នុងការចាប់ផ្ដើមឬក៏សាកល្បងឡើងវិញទេនឹងចាប់ផ្ដើមធ្វើអ្វីមួយថ្មីឡើងវិញនៅក្នុងនេះគឺខ្ញុំឃើញអ្នកនរគ្នានឹងបានត្រៀមខ្លួនរួចស្រេចក្នុងការចាប់ផ្ដើមធ្វើមិនថាឧបសគ្គខាងមុខបែបណាប៉ុន្តែគាត់ថាខ្ញុំចង់ឲ្យអ្នកនរគ្នាពិចារណាទៅលើរឿងរ៉ាវមួយចំនួននៅខាងមុខអ្នកនរគ្នាវាអាចមានរឿងខ្លះដូចជារឿងបំភាន់ភ្នែកឬក៏ការកុហករបស់អ្នកដទៃមួយចំនួនណាខ្ញុំដឹងថាអ្នកនរគ្នាអន្តរសាចង់ស្វែងរកគោលដៅថ្មីដើម្បីបានជោគជ័យនៅក្នុងរយៈពេលវែងណាហើយក៏មានមនុស្សតែងតែតាមអង្កេតមើលអ្នកនរគ្នារវាងអ្នកទាំងពីរអាចថាជាប្រភេទមនុស្សដែលដូចគ្នាមានសមត្ថភាពផាគ្នាជាមនុស្សដែលអាចថាផ្ដល់ឲ្យគ្នានូវភាពកក់ក្ដៅមួយបានណាព្រោះឯនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងប្រភេទដូចគ្នា Queen and King ណា Queen and King វ៉ាវឯកមកទៀតអ្នកនរគ្នាខ្ញុំគិតថាពាក់ព័ន្ធជាមួយនឹងអ្នកនរគ្នាមួយចំនួនណាខ្ញុំឃើញថាអ្នកនរគ្នាគឺពាក់ព័ន្ធជាមួយនឹងអាចថាឧស្សាហ៍ឃើញលេខ8ឬក៏ពាក់ព័ន្ធជាមួយនឹង8 3ដងនេះហត់នឿយពាក់ព័ន្ធជាមួយនឹងអារម្មណ៍អ្នកនរគ្នាចង់ចាក់ចេញទៅកន្លែងណាមួយណាពិតជាចង់ចាក់ទៅកន្លែងណាមួយហើយអ្នកខ្លះអាចឃើញ8 3ដងទៀតតែបើឃើញ8 3ដងឬក៏អ្នកនរគ្នាអាចថាពាក់ព័ន្ធជាមួយនឹងលេខ8ឧស្សាហ៍ឃើញលេខ8 3ដងគឺជានិមិត្តសញ្ញាបង្ហាញពីភាពជោគជ័យនៅក្នុងថ្ងៃក្រោយទោះបីនៅក្នុងការនេះវាមានរឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនឹង stress មុខស្មាញការនេះប៉ុន្តែកុំភ្លេចថានៅក្នុងនេះគឺអ្នកនរគ្នាចាក់ចេញទៅដើម្បីរកព្យាយាមជំនះធ្វើអ្វីមួយគោលដៅនៅក្នុងជីវិតណាអាចថាអ្នកនរគ្នានឹងគឺព្យាយាមស្វែងរក
ពាក់ព័ន្ធជាមួយនឹងរឿងគោលដៅពាក់ព័ន្ធជាមួយនឹងលុយកាក់ពាក់ព័ន្ធជាមួយនឹងអារម្មណ៍អ្នកនរគ្នាចង់ទុករឿងរ៉ាវមួយចំនួននៅដាច់ដោយឡែកពេលខ្លះអាចថាអ្នកនរគ្នាហត់នឿយ stress burn out ដោយសាររឿងរ៉ាវជុំវិញអ្នកនរគ្នាព្យាយាមធ្វើដើម្បីមនុស្សអ្នកដទៃអញ្ចឹងវាដល់ពេលដែលវេលាដែលអ្នកនរគ្នាចាក់ចេញទៅធ្វើរឿងដើម្បីខ្លួនឯងហើយណាកុំភ្លេចថាអ្នកនរគ្នាគឺជាមនុស្សម្នាក់ដែលអាចឆ្លងកាត់នៅឧបសគ្គខាងមុខបានជាច្រើនគ្រាន់តែនៅក្នុងនេះវាមានដំមុនអារម្មណ៍អ្នកនរគ្នាធ្វើឲ្យអ្នកនរគ្នា stress ច្រើនណាអញ្ចឹងនៅពេលដែលឃើញវីដេអូនេះសូមមេត្តាបន្ថយការគិតហើយយកចិត្តទុកដាក់លើសុខភាពផ្លូវកាយផ្លូវចិត្តផងអ្នកនរគ្នាណាអូខេអញ្ចឹងខ្ញុំបកមួយសន្លឹកទៀតដើម្បីដឹងថាការចុងក្រោយគឺបែបណា Wow the impress ផាយស៊ីទៀតនៅតែពាក់ព័ន្ធជាមួយអារម្មណ៍មនុស្សដែលនឹងទទួលបាននៅក្តីសុខនៅទីបញ្ចប់នៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងការមកដល់ការបង្កើតនៅអ្វីមួយថ្មីអ្នកខ្លះអាចថាមានគម្រោងយក baby អ្នកខ្លះនឹងមានអ្វីមួយដំណឹងល្អពាក់ព័ន្ធជាមួយនឹងកាដូណាអាចថាមានកាដូអ្វីមួយពីនរណាម្នាក់ណាអាចថាជារឿងដែលធ្វើឲ្យអ្នករីករាយអារម្មណ៍សប្បាយណានៅក្នុងនេះវាដោយសារតែនៅក្នុង Sagittarius season ណាអញ្ចឹងវាអាចថាហើយនៅវាអាចថាដើមខែនៅក្នុងAquarius នៅក្នុងPisces ទៀតអញ្ចឹងអារម្មណ៍អញ្ចឹងទៅធ្វើអារម្មណ៍អ្នកនរគ្នាអាចថាឡើងចុះ stress តាំងតែសប្បាយរីករាយគឺមានមួយចប់តែម្ដងណានៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងអារម្មណ៍ច្រើនអ្នកនរគ្នាអាចថាពេលខ្លះកុំអារម្មណ៍គ្រប់គ្រងយើងបានណាធ្វើໄວដោយការពិចារណាណាអូខេអញ្ចឹងខ្ញុំអរអីនិយាយអ្នកនរគ្នាបើឃើញវីដេអូនេះគិតថាត្រូវរឿងខ្លួនឯងក៏ share ទៅបើគិតថាខុសរំលងហើយគ្រប់វីដេអូអស់មិនប្រកាសថាត្រូវរឿងយើងគ្រប់គ្នាទេណាអញ្ចឹងបើមិនគិតថាមិនមែនជាវីដេអូខ្លួនឯងទេគ្រាន់តែអរំលងទៅឬក៏គ្រាន់តែ share ចែកម្លែកឲ្យដល់ទៅអ្នកដែលគួរដឹងឮនៃវីដេអូនេះចាស់ណាអរគុណច្រើនបាយបាយ see you